ពាក្យចាស់ពោលថាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារប្រពន្ធចាស់ធ្វើម្ហូបបាទពាក្យហ្នឹងក៏អាចនឹងត្រូវដែរបើសិនជាប្រពន្ធអត់ចាស់ធ្វើម្ហូបដាំបាយអាហ្នឹងក៏ប្តីអត់ចាស់ធ្វើម្ហូបដាំបាយដែរអាហ្នឹងគឺបញ្ហាបាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាកំសាន្តពីទស្សនវិជ្ជាខ្លះពេលព្រឹកព្រលឹមនៅផ្ទះរបស់ខ្ញុំថ្ងៃនេះគឺប្រពន្ធរបស់ខ្ញុំគាត់កំពុងតែរៀបចំដើម្បីដាំបាយហើយនឹងធ្វើម្ហូបចឹងបាយគឺយើងដាំដោយប្រើចង្ក្រានធ្យូងហើយនឹងអុសបាទយើងដុតអុសភាគច្រើនគឺដាំអុសពីព្រោះបើដាំឆ្នាំងភ្លើងក៏អត់សូវឆ្ងាញ់ទេបាទអង្គរបស់យើងគឺអង្គស្រែដាក់ឆ្នាំងចូលទៅលើចង្ក្រានរួចឥឡូវនេះមកផ្សំគ្រឿងបាទដើម្បីយកទៅឡសម្លម្ជូរខ្ទិះរបស់យើងមួយមុខនេះគឺយើងដើរផ្សំគ្រឿងរបស់យើងគ្រឿងធម្មជាតិមានលក្ខីដែលយើងដាំខ្លួនឯងបែបផ្ទះបាទដើម្បីយកទៅដាក់ពីព្រោះអាគ្រឿងអស់នេះបើយើងទិញពីផ្សារមកអត់សូវឈ្ងុយទេយើងដាំខ្លួនយើងចេះគឺថាឈ្ងុយល្អមែនតើបាទហើយបន្លែរបស់យើងថ្ងៃនេះគឺមានម្នើសបាទអញ្ចឹងម្នើសហើយនឹងតឡាចបងប្អូនណាបូកជាមួយនឹងសាច់មើមស្រែរបស់យើងបាទសាច់មើមស្រែហ្នឹងគឺយើងទិញពីផ្សារមកចំហិញចឹងគឺម្នើសរបស់យើងនេះគឺថាយើងត្រូវចាត់របស់វាយើងត្រូវចាត់វាយកភ្នែកយកអីវាអស់បាទហើយបើយើងអត់យកអាភ្នែកវាទូចនេះចេញទេវាធ្វើឲ្យល្មើសកកបាទតែកាលណាយើងចាត់អត់អស់អាភ្នែកទូចនេះទេយកទៅហូបទៅច្បាស់ហើយជាល្មើសកកអញ្ចឹងបន្លែរបស់យើងគឺយើងអត់ឡទាំងសម្បកឯងបងប្អូនណាចាត់សម្បកចេញបាទចាត់សម្បកតឡាចយើងចេញឲ្យអស់ចាត់ឲ្យអស់ទៅហើយបន្ទាប់មកយើងយកវាទៅហាន់ជាចំណិតទូចបាទដើម្បីយកទៅឡមកជុះទីរបស់យើងចឹងអានេះគឺជាគ្រឿងផ្សំមួយមុខទៀតដែលមិនអាចខ្វះបាននៅក្នុងសម្លម្ជូរខ្ទិះរបស់យើងមួយមុខនេះគឺប្រហុកនឹងតែម្ដងបាទហើយអ្វីដែលសំខាន់មួយទៀតនោះគឺបាទដូងណាខ្ទិះដូងចឹងខ្ទិះដូងគឺយើងអត់យករបៀបខ្ទិះដូងកំប៉ុងអីទេបាទគឺយើងទៅយកសាច់ដូងទិញសាច់ដូងស្រស់ពីផ្សារមកដើម្បីយកមកច្បាច់យកខ្ទិះរបស់វាតែម្ដងចឹងគឺយើងច្បាច់យកតែខ្ទិះទេកាករបស់វាយើងយកកវត្តចោលបាទអត់ដាក់តង្កាអីតែដាក់តង្កាគឺស្កាត់ហើយចឹងនៅគ្រឿងផ្សំរបស់យើងដែងលក្រីល្មៀតអីដែលយើងគឹះក្បែរផ្ទះម៉ៃហ្នឹងគឺថាបានដែលរៀបចំរួចរាល់អស់ហើយបាទជាមួយនឹងខ្ទិះរបស់យើងនេះក៏យើងបានច្បាច់ដើម្បីយកខ្ទិះរបស់វាត្រាំយកខ្ទិះរបស់វាបានមួយចានចកឹះប៉ុណ្ណាណៃបងប្អូនណាអញ្ចឹងយើងយកវានេះមកបាទយកវាមកចំហុយចំហៀវដាក់នៅលើឆ្នាំងរបស់យើងដើម្បីឲ្យវាចេញទៅជាដេញប្រេងដូងណាបងប្អូនចឹងគឺយើងអត់ប្រើខ្លាញ់ដើម្បីយកមករងឹសយកមកលីងគ្រឿងរបស់យើងទីគឺយើងថាយកខ្ទិះដូងរបស់យើងនឹងមកកម្ដៅឲ្យវាកោតទៅជាប្រេងហើយទើបមកយើងយកលក្រីលក្រូចទៅគ្រឿងរបស់យើងនឹងមកបាទលីងវាឲ្យវាមានក្លិនឈ្ងុយបាទដាក់ជាមួយប្រហុករបស់យើងដែរហ្នឹងបាទលីងឲ្យវាឡើងក្រហមឲ្យវាឈ្ងុយឈ្ងប់មកអាហ្នឹងចាំយើងដាក់សាច់មើមរបស់យើងចូលអញ្ចឹងគឺថានេះលីងដោយប្រើកម្ដៅរាប់ម៉ឺនអង្សាបាទឥឡូវបន្ទាប់ពីវាបានទាំងឈ្ងុយតិចហើយយើងដាក់សាច់របស់យើងចូលហើយយើងលីងលាយជាមួយនឹងគ្រឿងរបស់យើងទៅបាទបន្ទាប់ពីយើងលីងវាសពសារពើរួចហើយឥឡូវនេះគឺថាយើងទុកវាចោលមិនទុះសិនបងប្អូនអត់តន់ដាក់ទឹកដីចូលទេអញ្ចឹងយើងផ្សំគ្រឿងបន្ថែមមានដូចជាអំបិលប៊ីចេងស្ករបាទដាក់មុខបន្តិចទៅតាមចំណងចិត្តរបស់ពុកម៉ែបងប្អូនដែលចង់បានរបៀបថាប្រៃផ្អែមយ៉ាងណាហ្នឹងគឺស្នាដៃគ្រូយើងដាក់ទៅបាទបន្ទាប់មកដាក់ផ្លែចូលទៅបងប្អូនណាតែពីយើងចាក់បន្លែចាក់អីចូលអីរួចសពគ្រប់ហើយយើងដាក់ទឹកខ្ទិះដូងរបស់យើងអាទឹកទី2ទឹកទី2ចូលហើយមើលទៅទឹកនៅរឿងស្ទើអញ្ចឹងយើងថែមទឹកធម្មតារបស់យើងបន្តិចទៀតអញ្ចឹងគឺថាម្ហូបមួយមុខនេះគឺប៉ុណ្ណេះឯងបងប្អូនអត់មានអីលើសនឹងទៀតទេបាទគឺថាចប់ហើយប៉ុណ្ណឹងឯងបន្ទាប់ពីយើងផ្សំគ្រឿងអីរួចសពគ្រប់ហើយដាក់ភ្លើងវាកម្ដៅចោលប្រហែលជា15ទៅ20នាទីបន្លែរបស់យើងក៏ផុយបាទសាច់របស់យើងក៏ផុយអីរួចមើលទៅភ្លុកមើលថាវាត្រឹមត្រូវហើយយើងដាក់ជីរបស់យើងបន្ថែមតិចទៀតទៅបាទជីអាដេញនាងវងបាទដាក់ចូលទៅហើយនេះសាឡរបស់យើងគឺថាវាបានរួចរាល់ហើយអញ្ចឹងណាឥឡូវនេះដល់វគ្គចង់ភើលេខ1គេភ្លុកស្នាដៃខ្លួនឯងហើយថារសជាតិហ្នឹងវាមិនដែរបាទបាទគ្រាន់បើដែរណាហត់គ្រុកទៅតំណងរបស់គេដែរតើបងប្អូនមានម្ទេសមួយក្លិនប្រហើរបាទបែបជីធម្មជាតិណាអញ្ចឹងគឺថាម្ហូបមួយមុខនេះមានប្រមាណប៉ុណ្្នឹងឯងបាទអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បាទ